មោទកភាពនិងអានសៀវភៅចប់សម្ដីច្រើនហួសប្រមាណតែបើគ្មានលទ្ធផលទេគឺពុំមែនជាចរិតមនុស្សយល់ពីតម្លៃនៃការរៀនសូត្រឡើយចំណេះដឹងក៏ពពកតែបើគ្មានចរិតលក្ខណៈជាអ្នករៀនសូត្រពិតប្រាកដទេក៏ពុំមែនជាចរិតអ្នកត្រឹមត្រូវដែររៀបរាប់ដល់ចំណុចនេះធ្វើឲ្យខ្ញុំនឹកដល់មនុស្សពីរនាក់ដែលម្នាក់គឺជាមេដឹកនាំឥណ្ឌាមហាត្មាគន្ធីនិងម្នាក់ទៀតគឺជាអ្នកនិពន្ធរុស្ស៊ីលេអុងតូលស្ទុយគន្ធីបានលើកឡើងពីចរិតអ្នករៀនសូត្រតែពុំមានចរិតជាអ្នករៀនសូត្រឬចំណេះដឹងពុំជ្រាបជាចរិតពាក្យខ្មែរលោកពោលថាចំណេះក៏ពពកតែជ្រកអាចចំលេនទស្សនៈនេះគឺចង់បង្ហាញពីបរិមាណនៃចំណេះដឹងធៀបនឹងគុណភាពនៃចំណេះដឹងគឺអ្វីជាមោទកភាពនៃការអានសៀវភៅចប់ខ្ញុំអានសៀវភៅជាច្រើនខ្ញុំឆ្លងកាត់ការងារច្រើនជាងយុវជនដែលមានអាយុស្របាលគ្នាខ្ញុំចូលចិត្តការងារជាកសិករសៀវភៅដែលខ្ញុំបានអានសឹងតែសរុបខ្លឹមសារចុងក្រោយគឺគ្មានអប់រំអ្វីផ្សេងក្រៅតែពីពាក្យប៉ុន្មានឃ្លាតស៊ូប្រឹងប្រែងអត់ធ្មត់ជីវិតដែលខ្ញុំធ្លាប់ឆ្លងកាត់គឺបានជួបបញ្ហាមិនតិចពេកក៏មិនច្រើនពេកដែរហើយជាជំនះដែលខ្ញុំបានទទួលគឺគ្មានអ្វីក្រៅតែពីឈ្នះដោយសារតែចិត្តអត់ធ្មត់អ្នកណាពូកែអត់ធ្មត់ជាងអ្នកណាពូកែត្រាំត្រែងនឹងបញ្ហាច្រើនជាងអ្នកណាមានចិត្តមិនឆាប់បោះបង់ចោលច្រើនជាងគឺអ្នកនោះនឹងមានឱកាសជោគជ័យច្រើនជាងអញ្ចឹងហើយទើបបុគ្គលជោគជ័យជាច្រើននិយាយថាអ្នកឈ្នះគឺមិនបោះបង់ឯអ្នកបោះបង់មិនងាយឈ្នះទស្សនៈជនជាតិចិនប្រើពាក្យមួយឃ្លាយ៉ាងខ្លីចិត្តអំណត់ជាអំណាចកូនប្រុសរងចាំសងសឹក10ឆ្នាំមិនយឺតពេលទេគំនិតអប់រំបែបនេះមានលើកឡើងយ៉ាងច្រើនក្នុងទស្សនវិជ្ជាដឹកនាំចិនក៏ដូចជាឥណ្ឌាផងដែរខ្ញុំតែងតែចំណាយពេលវេលាគិតថយក្រោយពីចរិតលក្ខណៈរឹងរូសរបស់ខ្ញុំក្នុងការរស់នៅខ្ញុំមានចរិតមួយគឺនិយាយតិចហើយសម្ដីភាគច្រើនសុទ្ធតែប្រើខួរក្បាលច្រើនជាងបេះដូងមនុស្សស្រីជាច្រើនមិនចូលចិត្តនៅក្បែរខ្ញុំទេពីព្រោះខ្ញុំមិនចេះយកចិត្តមិនចេះលួងលោមមិនចេះផ្អែមល្ហែមចំណេះដឹងខួរក្បាលជាស្ពានចម្លងជីវិតខ្ញុំប្រើចំណេះដឹងក្នុងការរស់នៅគ្រប់ពេលតែនៅតែជួបបញ្ហារកភ្លេចនឹកទៅអតីតកាលខ្ញុំចេះស្រមៃថយក្រោយទៀតថាបើជួបការលំបាកដូចពីមុនឬការឈឺចាប់ដូចពីមុនមកក្បែរខ្ញុំជាលើកទី2ខ្ញុំប្រហែលជាមិនអាចប្រយុទ្ធឈ្នះទេរហូតដល់ចុងក្រោយខ្ញុំដឹងថាសមុទ្រជីវិតដែលខ្ញុំបានហែលឆ្លងផុតគឺមិនមែនដោយសារចំណេះដឹងឬសមត្ថភាពខួរក្បាលប៉ុន្មានទេតែអ្វីដែលខ្ញុំមានលើសអ្នកខ្លះគឺចិត្តអំណត់ចិត្តតស៊ូចិត្តខំមិនលែងចិត្តមិនចុះញ៉មចំពោះអ្វីដែលត្រឹមត្រូវចិត្តអត់ធ្មត់ចិត្តមិនឆេវឆាវចរិតមិនអ៊ូទីនួគឺជារឿងតូចមួយតែវាជាចំណែកយ៉ាងធំក្នុងជីវិតខ្ញុំគុណភាពនៃខួរក្បាលគឺផ្សារភ្ជាប់ទៅនឹងចិត្តអំណត់និងផ្សារភ្ជាប់នឹងគុណភាពនៃការចេះតស៊ូអ្នកឆ្លាតជាច្រើនតែងបរាជ័យគឺមិនមែនដោយសារតែបញ្ហាណាផ្សេងទេតែជាបញ្ហាគុណភាពនៃចិត្តអំណត់ឬបើមានចិត្តអំណត់ក៏អំណត់បានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះតែគុណភាពអំណាចស្ថិតនៅត្រង់ណាជាចិត្តសាស្ត្រសៀវភៅស្រាលអាចអានឆាប់ចប់គឺនឹងធ្វើឲ្យអ្នកអានមានមោទកភាពចំពោះចំនួនក្បាលសៀវភៅដែលខ្លួនបានអានសៀវភៅដែលមានកម្រាស់ក្រាស់សរសេរវៀងចុះវៀងឡើងទម្រាំចូលដល់ខ្លឹមសារគឺអាចធ្វើឲ្យអ្នកអានធុញទ្រាន់សៀវភៅខ្លះមានខ្លឹមសារសំខាន់តែពី3បន្តទេតែមុននឹងចូលដល់សាច់រឿងដើរលេងសិនទៅឆ្វេងបន្តិចទៅស្ដាំបន្តិចទៅលើបន្តិចទៅក្រោមបន្តិចចំហៀងបន្តិចបញ្ឆិតបន្តិចចុះឡើងគឺមានខ្លឹមសារតែបន្តិចទេអ្នកអានត្រូវតែវិភាគចំណុចនេះដែរការអានសៀវភៅមិនមែនជាការអានបានច្រើនក្បាលឬអានបានតិចក្បាលទេតែវាជាគុណភាពនៃសំណេរនិងសមត្ថភាពនៃការគិតរបស់យើងបើយើងគិតច្រើនជាងអានគឺល្អតែបើយើងអានយកចប់ច្រើនជាងគិតពិចារណាគឺមិនសូវល្អទេការគិតដ៏ត្រឹមត្រូវគឺត្រូវមានមូលដ្ឋានប្រៀបធៀបខ្វះអ្វីអ្នកដែលចេះគិតតែខ្វះតែអ្នកគិតបានត្រឹមត្រូវប៉ុណ្ណោះអ្នកដែលរវើរវាយនឹងគំនិតគឺជាមនុស្សដែលគិតដោយឥតមូលដ្ឋានខ្វះសំណៅគំនិតចាស់មកបូកនឹងការគិតថ្មីខ្ញុំបានឆ្លើយសំណួរតើគុណភាពអំណាចស្ថិតនៅត្រង់ណារួចហើយខ្ញុំដាក់សំណួរបន្តថាតើអ្វីជាវដ្តនៃអំណាចខ្ញុំសូមចូលដល់គំនិតរបស់ទស្សនវិទូលេអុងតូលស្ទុយអំពីវដ្តនៃអំណាចបងប្អូនអ្នកអានអាចពិសោធន៍ដោយខ្លួនឯងនៅគំនិតដែលខ្ញុំធ្លាប់លើកឡើងថាសៀវភៅដែលយើងត្រូវអានគឺជាសៀវភៅដែលយើងបានអានរួចហើយអំណាចលើកទី1វានឹងធ្វើឲ្យយើងទទួលបានចំណេះដឹងផ្សេងអំណាចសៀវភៅដដែលលើកទី2ចំណេះដឹងដែលយើងទទួលបានគឺផ្សេងអំណាចទី3ចំណេះដឹងដែលយើងទទួលបានផ្សេងពីសៀវភៅដដែលចំនួនអំណាចកាន់តែច្រើនដងគឺយើងនឹងទទួលបានចំណេះដឹងផ្សេងគ្នាពីសៀវភៅដដែលមូលហេតុគឺដោយសារតែគុណភាពនៃចំណេះដឹងរបស់យើងរីកចម្រើនបើគុណភាពនៃចំណេះដឹងយើងមានច្រើនវានឹងនាំឲ្យសមត្ថភាពគិតរបស់យើងកាន់តែរីកចម្រើនលេអុងតូលស្ទុយបានសរសេរនៅក្នុងកំណត់ហេតុថាតាមរយៈសៀវភៅដែលខ្ញុំបានជ្រើសរើសយកមកអានខ្ញុំហាក់មានអារម្មណ៍រីកចម្រើនច្រើនខាងផ្នែកចិត្តវិញ្ញាណនិងផ្នែកសិលធម៌តើមានអ្វីដែលមានតម្លៃជាងការសន្ទនារាល់ថ្ងៃជាមួយនឹងគតិជនល្បីលើលោកអ្នកនិពន្ធដ៏ពូកែកើតចេញពីអ្នកអានឆ្លាតគឺឆ្លាតខាងជ្រើសរើសស្នាដៃមកអានចំពោះទស្សនៈខ្ញុំសម្រាប់អ្នកដែលចង់ខ្លាយទៅជាស្មេគឺគួរតែអានសៀវភៅច្បាប់ដើមគម្ពីរច្បាប់ដើមឲ្យចេះច្បាស់ក្រោយពីមានចំណេះដឹងមូលដ្ឋានល្អហើយអ្នកអានយល់គំនិតខុងជឺស៊ីជម្រៅនិងខ្លាយទៅជាសិស្សជំនិតរបស់ខុងជឺទោះខុងជឺស្លាប់បាត់ហើយក៏ដោយគម្ពីរទៅតែជីង
របស់ឡៅជឺព្រះត្រៃបិដកក្នុងព្រះពុទ្ធសាសនាព្រះគម្ពីរសញ្ញាចាស់និងព្រះសញ្ញាថ្មីរបស់គ្រិស្តសាសនាគម្ពីរគួរអានរបស់អ៊ីស្លាមសៀវភៅគោលសំខាន់ៗផ្សេងទៀតដូចជាសៀវភៅយុទ្ធសាស្ត្ររបស់ស៊ុនជឺគម្ពីរព្រាហ្មណ៍គម្ពីរសាសនាសិទ្ធគម្ពីរដើមសំខាន់ៗផ្សេងទៀតដែលខ្ញុំរៀបរាប់មិនអស់ឡើយមុននឹងបញ្ចប់អត្ថបទនេះខ្ញុំចង់បញ្ជាក់ម្ដងហើយម្ដងទៀតថាអានត្រឹមតែមួយរស់ឬត្រឹមតែសុខសប្បាយដើម្បីខ្លួនឯងវាខុសពីអានដើម្បីជួយអ្នកដទៃរៀនដើម្បីតែខ្លួនឯងសុខសាន្តវាខុសពីរៀនដើម្បីសង្គមអត្ថបទខាងលើនេះខ្ញុំបានប្រើពាក្យខ្ញុំដែលស្ដាប់ទៅធ្វើឲ្យខ្ញុំរអ៊ីខ្លួនបន្តិចព្រោះពាក្យខ្ញុំនេះខ្ញុំមិនចង់ប្រើប៉ុន្មានទេប៉ុន្តែបើរស់នៅក្នុងបរិយាកាសសង្គមទូទៅដែលមិនមែនបរិយាកាសចិត្តវិញ្ញាណគឺមិនខុសអ្វីឡើយអ្នកដែលមានមោទកភាពនិងអំណាចពិតប្រាកដគឺអានហើយចេះទទួលបានគំនិតត្រឹមត្រូវអ្នកចេះពិតប្រាកដគឺយកចំណេះដឹងទៅអនុវត្តបានផលល្អបើមានពេលវេលាគ្រប់គ្រាន់ណាមួយខ្ញុំនឹងរកឱកាសចែករំលែកពីគំនិតស្នូលនៃសៀវភៅច្បាប់ដើមខ្លះៗរបស់អ្នកប្រាជ្ញមួយចំនួនភ្ជាប់នឹងបរិបទសង្គមវិជាខ្មែរយើងសូមទទួលបានប្រយោជន៍ពីអំណាច